KMDX ជួយឲ្យយើងនៅភាពងាយស្រួលជឿទុកចិត្តបំបត្តិនៃការខ្លាញ់បន្លំសម្រាប់ការចុះឈ្មោះដោយអតិថិជនប្រកបដោយភាពត្រឹមត្រូវសុក្រិតមិនបារម្ភពីការខ្លាញ់បន្លំបាទចឹងជាបឋមសូមគោរពជំរាបសួរដល់ក្រុមការងាររបស់ KMDX ហើយនឹងសូមអរគុណដែលបានផ្ដល់សម្ភារដល់យើងខ្ញុំឈ្មោះចរសុភាពជានាយកប្រតិបត្តិនាយកដ្ឋានអភិវឌ្ឍលទ្ធផលនៃធនាគារ ACDA ធនាគារ ACDA ចូលជាសមាជិក KMDX ពីត្រីមាសទី1ឆ្នាំ2023គោលបំណងគឺដោយយល់ឃើញថាប្រព័ន្ធ KMDX ជួយឲ្យយើងនៅភាពងាយស្រួលមានភាពជឿជាក់ជឿទុកចិត្តបំបត្តិនៃការខ្លាញ់បន្លំសម្រាប់ការចុះឈ្មោះដោយអតិថិជនដែលចុះឈ្មោះប្រើប្រាស់សេវា Digital របស់យើងប្រកបដោយភាពត្រឹមត្រូវសុក្រិតមិនបារម្ភពីការខ្លាញ់បន្លំសប្តាហ៍ថ្ងៃ ACDA បានកំពុងប្រើសេវា eKYC តាមថ្នាល KMDX កម្រិត1និងកម្រិត3បាទសម្រាប់កម្រិត1គឺយើងបញ្ជាក់អំពីទិន្នន័យនៅក្នុងអត្តសញ្ញាណប័ណ្ណដែលអតិថិជនយកមកចុះឈ្មោះប្រើប្រាស់សេវា Mobile App ហើយនឹងបើកគណនីធនាគារថាតើព័ត៌មានដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណនោះធៀបជាមួយនឹងព័ត៌មានដែលបានរក្សាទុកច្បាប់ដើមនៅក្រសួងមហាផ្ទៃដូចគ្នាដែរឬទេកម្រិតទី3គឺយើងផ្ទៀងផ្ទាត់មុខរបស់អតិថិជនដែលបាននឹងកំពុងចុះឈ្មោះនោះឲ្យពិតជាមុខរបស់ម្ចាស់អត្តសញ្ញាណប័ណ្ណដែលបានរក្សាទុកនៅក្រសួងមហាផ្ទៃដូចគ្នានោះដែរឬទេដើម្បីបញ្ជាក់ឲ្យច្បាស់ថាការចុះឈ្មោះនេះមិនមានការខ្លាញ់បន្លំបាទហើយដូចគ្នានេះដែរសម្រាប់សេវា eKYB យើងក៏កំពុងតែធ្វើការអភិវឌ្ឍសម្រាប់ផ្ដល់នៅសេវា Digital ជូនដល់សហគ្រាសដែលគាត់មានគម្រោងប្រើប្រាស់ចុះឈ្មោះប្រើប្រាស់ក្នុងគោលបំណងខ្ចីឥណទានក៏ដូចជាការបើកគណនី Corporate បាទសង្ឃឹមថាយើងនឹងបានចប់នៅពេលឆាប់ដើម្បីដាក់ជូនអតិថិជនប្រើប្រាស់បាទពិតជាមានសារៈសំខាន់សម្រាប់ប្រព័ន្ធ KMDX ដែលបានជួយជំរុញដល់កំណើននៃការប្រើប្រាស់របស់ធនាគាររបស់យើងខ្ញុំសូមជម្រាបថានៅមុនពេលដែលយើងមានប្រព័ន្ធ KMDX ដើម្បីចុះឈ្មោះប្រើប្រាស់សេវា Digital របស់ធនាគារអតិថិជនត្រូវអញ្ជើញមកធនាគារឬក៏បុគ្គលិកត្រូវទៅជួបគាត់ផ្ទាល់នៅនឹងទីកន្លែងសកម្មភាពបែបនេះមិនអាចឲ្យយើងរីកចម្រើនបានលឿនទេក៏ប៉ុន្តែនៅពេលដែលយើងមានប្រព័ន្ធ KMDX អតិថិជនគាត់អាចចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងគ្រប់ពេលវេលាគ្រប់ទីកន្លែងបែបនេះមិនលំបាកដល់គាត់អាចត្រូវធ្វើដំណើរមកធនាគារយើងទេក៏ដូចគ្នានេះដែរក៏បុគ្គលិកយើងក៏មិនចាំបាច់ទៅជួយសម្របសម្រួលការងារជូនគាត់ដែរការចូលជាសមាជិក KMDX នេះបានផ្ដល់នៅដំណោះស្រាយល្អប្រសើរមែនទែនយើងបានផ្ដល់លទ្ធភាពជូនអតិថិជនប្រើប្រាស់សេវាធនាគារ Digital ដោយទូលំទូលាយងាយស្រួលប្រកបដោយការជឿជាក់និងទុកចិត្តពីធនាគារព្រោះមានការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ហើយគាត់អាចធ្វើប្រតិបត្តិការបានដោយខ្លួនឯងហើយគ្រប់ពេលវេលាគ្រប់ទីកន្លែងខ្ញុំឧទាហរណ៍ដូចជាអតិថិជននៅពេលដែលមាន KMDX អតិថិជនគាត់អាចប្រើប្រាស់សេវានេះពីចម្ងាយហើយពេលណាដែលគាត់ត្រូវការប្រើគាត់អាចប្រើបានហើយធនាគារក៏ដូចគ្នាមានការទុកចិត្តជឿជាក់ជាមួយនឹងអ្នកប្រើប្រាស់ថាគាត់ជាបុគ្គលដែលជាម្ចាស់នៃអត្តសញ្ញាណកម្មនោះពិតប្រាកដហើយធនាគារមានការជឿជាក់បែបនេះអាចផ្ដល់នៅលទ្ធភាពជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការឆ្លងស្ថាប័នបានមានទំហំច្រើនជាងធម្មតាបាទព្រោះដោយសារតែការដែលបានបញ្ជាក់អត្តសញ្ញាណកម្មជាមួយនឹងប្រព័ន្ធ KMDX ធ្វើឲ្យយើងអាចកំណត់បានថាគាត់ជាអតិថិជន full KYC ដូច្នេះហើយទើបយើងផ្ដល់នៅការជឿជាក់ជូនគាត់ដែលអាចឲ្យគាត់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុមានទំហំធំដើម្បីឆ្លងស្ថាប័នតាមតម្រូវការដែលគាត់ចង់ធ្វើបាទអញ្ចឹងសម្រាប់ធនាគារវិញដោយសារតែការបញ្ជាក់អត្តសញ្ញាណរបស់អតិថិជនច្បាស់លាស់ធនាគារក៏អាចនឹងផ្ដល់លទ្ធភាពជូនដល់អតិថិជន
ក្នុងការធ្វើប្រតិបត្តិការឆ្លងស្ថាប័នបានចំនួនច្រើនផងដែរពេលដែលយើងអនុញ្ញាតឲ្យគាត់ធ្វើប្រតិបត្តិការបានឆ្លងស្ថាប័ននៅចំនួនច្រើនបែបនេះធ្វើឲ្យអតិថិជនមានការជឿជាក់សប្បាយចិត្តក្នុងការមកប្រើប្រាស់សេវារបស់ធនាគារយើងអញ្ចឹងទៅធ្វើឲ្យយើងមានការកំណើនអតិថិជនចុះឈ្មោះប្រើប្រាស់បានច្រើនបែបនេះនៅមុនពេលដែលយើងមាន CamDX យើងមានអតិថិជនចំនួនប្រហែលជា3លានអីទេក៏ប៉ុន្តែនៅពេលដែលយើងមាន CamDX ក្នុងរយៈពេលដ៏ខ្លីយើងអាចបង្រីកបានរហូតមកដល់ជាង5លាននាក់ដោយសារតែមានការជំរុញពីការធ្វើប្រតិបត្តិការដោយខ្លួនឯងដែលមានការជំនួយពី CamDX នេះឯងទៅធ្វើឲ្យចំនួនអតិថិជនដែលបានចុះឈ្មោះជាមួយយើងមានចំនួនច្រើនបែបនេះ CamDX ពិតជាបានចូលរួមចំណែកក្នុងការតម្រង់ទិសអ្នកប្រើប្រាស់ក៏ដូចជាអ្នកផ្ដល់សេវាផ្ដល់នៅដំណោះស្រាយត្រឹមត្រូវជូនដល់អ្នកប្រើប្រាស់ទាំងអតិថិជននិងស្ថាប័នដែលពាក់ព័ន្ធលើកស្ទួយឬក៏ជំរុញនៃសេដ្ឋកិច្ច Digital ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលខ្ញុំមិនស្ទាក់ស្ទើរក្នុងការជម្រាបជូនដល់ស្ថាប័នដទៃទៀតដែលមិនទាន់បានប្រើសេវា CamDX នៅឡើយថាបើចង់ឲ្យអតិថិជនមានការជឿជាក់ចង់ឲ្យស្ថាប័នរបស់យើងមានអតិថិជនច្រើនដើម្បីប្រើប្រាស់ដើម្បីឲ្យស្ថាប័នរបស់យើងមានប្រតិបត្តិការធំប្រកបដោយការជឿជាក់មិនបារម្ភពីការខ្លែងបន្លំខ្ញុំសូមលើកទឹកចិត្តឲ្យពិចារណាក្នុងការសិក្សាក្នុងលទ្ធភាពណាមួយដើម្បីអាចចូលជាសមាជិក CamDX បានសូមអរគុណ